Nhạc sách, mẹn nhu mình trình cùng rộng sáng song cái lò than thmây ở cha. ក្រុមបិសាចក្រហម Manchester United បានបញ្ជាក់ជាផ្លូវការអំពីគម្រោងនឹងចាក់ចេញពីកីឡដ្ឋានបច្ចុប្បន្ន Old Trafford ហើយផ្លាស់ប្ដូរទៅកាន់កីឡដ្ឋានថ្មីមួយទៀតដែលអាចផ្ទុកអ្នកទស្សនាចំនួន 10,000 នាក់កីឡដ្ឋានថ្មីនេះនឹងក្លាយជាកីឡដ្ឋានដែលធំជាងគេបង្អស់ក្នុងប្រទេសអង់គ្លេសតាមគម្រោងកីឡដ្ឋាននឹងត្រូវសាងសង់ដោយស្ថាបត្យករដ៏ល្បីឈ្មោះលោក Lorno Forter ដែលប្រើពេល5ឆ្នាំនិងចំណាយទឹកប្រាក់យ៉ាងហោចណាស់ 2.6 លានដុល្លារអាមេរិកចំណុចពិសេសរបស់កីឡដ្ឋានថ្មីដែលដាក់ឈ្មោះនៅក្នុងឯកសារគម្រោងស្ថាបត្យកម្ម New Trafford គឺវានឹងអាចបង្កើតថាមពលអគ្គិសនីបានដោយខ្លួនឯងតាមរយៈពន្លឺព្រះអាទិត្យនិងទឹកភ្លៀងចំណែករូបរាងវិញវានឹងមានការហុំព័ទ្ធដោយជញ្ជាំងបិទជិតដែលមានលក្ខណៈដូចសំណាញ់ហើយមានបង្គោលចំនួន3ដែលអាចឲ្យគេមើលឃើញបានពីចម្ងាយរហូតដល់40 គីឡូម៉ែត្រយោងតាម United បានឲ្យដឹងថាបច្ចុប្បន្នកីឡដ្ឋាននេះសាងសង់រួចរាល់វានឹងក្លាយជាតំបន់សក្តានុពលមួយសម្រាប់ប្រជាជននៅទីនោះតាមការប៉ាន់ស្មានវានឹងអាចជាប្រភពមួយដែលអាចបង្កើនសេដ្ឋកិច្ចជូនប្រជាជនអង់គ្លេសបានចំនួន 9.4 លានដុល្លារអាមេរិកក្នុងមួយឆ្នាំមិនតែប៉ុណ្ណោះវានឹងអាចជួយបង្កើនមុខរបរថ្មីជូនប្រជាជននៅទីនោះចំនួន 92,000 កន្លែងផងដែរ